រដ្ឋបាលលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានស្នើកំណត់តម្លៃថ្មីចំពោះវីសាការងារប្រភេទ H1B រហូតដល់ $10265 ដូច្នេះក្រុមហ៊ុនដែលចង់ជួលអ្នកជំនាញបរទេសទៅធ្វើការនៅអាមេរិកត្រូវបង់ថ្លៃវីសានេះចាប់ពីចុងឆ្នាំ2026ដែលគេរំពឹងថានឹងចូលជាធរមាន Reuters រាយការណ៍នៅថ្ងៃទី24ខែសីហាថាកន្លងទៅវីសាប្រភេទនេះមានតម្លៃចន្លោះពី$2000ទៅ$5000 H1B គឺជាវីសាដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកជួលអ្នកជំនាញបរទេសនៅក្នុងវិស័យនានាដូចជាបច្ចេកវិទ្យាវិស្វកម្មវិទ្យាសាស្ត្រនិងហិរញ្ញវត្ថុសហរដ្ឋអាមេរិកផ្ដល់វីសាប្រភេទនេះប្រហែលជា65000កន្លែងក្នុងមួយឆ្នាំនិង20000កន្លែងបន្ថែមទៅដល់អ្នកមានសញ្ញាបត្រជាន់ខ្ពស់ដោយវីសានេះអាចមានសុពលភាពពី3ឆ្នាំទៅ6ឆ្នាំលោកត្រាំនិងអ្នកគ្រប់គ្រងអះអាងថាក្រុមហ៊ុនខ្លះបានប្រើ H1B វីសាដើម្បីជំនួសពលករអាមេរិកដោយបុគ្គលិកបរទេសមានប្រាក់ខែទាបជាងប៉ុន្តែក្រុមធុរកិច្ចនិយាយថាវីសានេះចាំបាច់ដើម្បីបំពេញការខ្វះខាតអ្នកជំនាញនិងទាក់ទាញបុគ្គលមានទេពកោសល្យមកអាមេរិកគួរបញ្ជាក់ថាថ្លៃវីសានេះត្រូវបានលោកដូណាល់ត្រាំដាក់ឲ្យអនុវត្តបណ្ដោះអាសន្នម្ដងហើយកាលពីឆ្នាំ2025ដោយមាន70ក្រុមហ៊ុនបានបង់ថ្លៃរួចរាល់ប៉ុន្តែក្រោយមកត្រូវចៅក្រមសហព័ន្ធកាត់សេចក្តីថាខុសច្បាប់ហើយរដ្ឋាភិបាលរបស់លោកត្រាំកំពុងប្តឹងឧទ្ធរណ៍នៅពេលនេះលោកត្រាំកំពុងព្យាយាមធ្វើឲ្យការយកថ្លៃជាង$100,000ទៅលើវីសានេះស្របច្បាប់ខ្ញុំរស់សុធាពី News Today NTTV